បន្ទាប់ពីស្ងាត់ភ្ញៀវមកឥឡូវនេះយើងចាប់ផ្ដើមដល់វគ្គរៀបចំត្រៀងបងប្អូនរៀបចំទឹកក្រូចទឹកអីបន្ថែមឲ្យវាពេញទៅអាកន្លែងទឹកក្រូចខ្លះវាមានច្រើនហើយក៏យើងទាញវាមកដាក់ខាងមុខអញ្ចឹងណារៀបវាឲ្យស្មើគ្នាចេញមកខាងមុខទៅវាស្រួលភ្ញៀវមកវាយកស្រួលអញ្ចឹងណាបងប្អូនតបមកទៀតយើងក៏ដល់វគ្គ clean up ហើយជូតដុសជូតលាងនឹងឯងជូតទូដែលយើងដាក់ប្រហើមនំប្រហើមអីអញ្ចឹងណាឲ្យវាជ្រះខ្លាញ់ជ្រះអីអញ្ចឹងទៅនិយាយទៅការងារឆ្លៀតអញ្ចឹងហើយបងប្អូនអើយបើមិនឆ្លៀតទេដល់ពេលយើងស្រុកធ្វើតែម្ដងវាអត់រួចទេបងប្អូនឥឡូវជូតដុសជូតអញ្ចឹងណាយើងជូតកញ្ចក់ទូនំជូតសិនកម្ដៅនំអីចឹងណាតើយើងឆ្លៀតចឹងបានការងារដល់ពេលដល់ម៉ោងយើងបិទការងារយើងរួចរាល់ដែរដល់ពេលចាំតហើយចាំយើងរៀបចំជូត clean ទុកដាក់ហ្មងវាមិនរួចទេបងប្អូនអើយអញ្ចឹងតនេចេះឆ្លៀតចឹងឯងអត់មានភ្ញៀវស្ងាត់ភ្ញៀវយើងក៏ឆ្លៀតធ្វើនេះធ្វើនោះរៀបនេះរៀបនោះជូតទុកដាក់អីចឹងណាបងប្អូនការងារវាដដែលរាល់ថ្ងៃតែប៉ុណ្្នឹងឯងហើយថ្ងៃនេះវាស្ងាត់ភ្ញៀវដែរអញ្ចឹងក៏ទៅជូតកញ្ចក់នៅខាងក្រៅអញ្ចឹងបងប្អូនអានេះគេមានអាគាំងគេធ្វើការគេជួលតែគេមកសួរដែរមិនដែរខ្ញុំចិត្តថាអត់ទេខ្ញុំអ្នកធ្វើការហើយបើជួលអ្នកឯងមកខ្ញុំបានអីធ្វើតាមពិតបងប្អូនហើយមានណាស្ដាយលុយសោះសុខចិត្តធ្វើខ្លួនឯងអញ្ចឹងណានឹកឃើញថាវាតិចដែរហើយយើងទៅជួលគេវាខ្ជិលអស់លុយអញ្ចឹងមានអីជូតខ្លួនឯងទៅដាក់ទឹកសាប៊ូដុសលាងជូតមកកញ្ចក់បន្តិចបន្តួចហ្នឹងបងប្អូនតោះមកនេះមានអីតែប៉ុណ្្នឹងឯងនេះជូតរួចរាល់ស្អាតហើយបន្ទាប់ពីយើងជូតអីនៅក្រៅកញ្ចក់នៅក្រៅហើយក៏យើងចូលមកក្នុងបោះអីអញ្ចឹងណាបងប្អូនដល់ម៉ោងបោះដីបោះអីហើយវាជិតដល់ម៉ោងបិទដែរបងប្អូនការងាររាល់ថ្ងៃតែប៉ុណ្្នឹង